ទោះស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនឲ្យមកស្គាល់អង្គការមួយឈ្មោះថាអពពដែលកំពុងតែបំពេញបេសកកម្មយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជានោះគឺការកម្ចាត់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដោយប្រើសត្វកណ្ដុរដែលគេហៅថាវីរៈបរិសកណ្ដុរឬក៏ Hero Red អពពគឺជាអង្គការមិនមែនរដ្ឋាភិបាលដែលមកពីប្រទេសបែលហ្សិកនិងតង់ហ្សានីហើយអង្គការនេះមានបេសកកម្មពិសេសមួយនោះគឺការបង្ហាត់សត្វកណ្ដុរដើម្បីហាត់រៅក្លិនសារជាតិមិនទាន់ផ្ទុះដែលកប់នៅក្នុងដីដូចជាតេអិនតេឬក៏គ្រាប់មីននេះឯងហើយពពួកសត្វកណ្ដុរដែលគេបានបង្ហាត់នេះត្រូវបានគេហៅថា Hero Red ឬក៏វីរៈបរិសកណ្ដុរនេះឯងអញ្ចឹងមកដល់ចំណុចត្រង់នេះយើងប្រកាសជាឆ្ងល់ថាហេតុអីបានជាគេបង្ហាត់សត្វកណ្ដុរដើម្បីឲ្យរាវរកមានឬក៏សារជាតិមិនទាន់ផ្ទុះទាំងនោះមូលហេតុគឺថាកណ្ដុរគឺជាសត្វដែលមានទម្ងន់ខ្លួនស្រាលវាមិនងាយធ្វើឲ្យគ្រាប់បែកផ្ទុះបាននោះទេហើយមិនត្រឹមតែប៉ុណ្ណោះច្រមុះរបស់វាគឺពូកែខាងហាត់ក្លិនមែនតើវាអាច scan ឬក៏ហាត់រកសារធាតុមិនទាន់ផ្ទុះនោះបានលឿនជាងមនុស្សច្រើនដងសពថ្ងៃនេះក្រុមអពពនៅកម្ពុជាកំពុងធ្វើការនៅក្នុងខេត្តសៀមរាបបាត់ដំបងព្រះវិហារនិងរតនគិរីដើម្បីសម្អាតដីឲ្យមានសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងតំបន់រហូតមកដល់ពេលនេះកណ្ដុរមួយចំនួនបានក្លាយទៅជាតារាដោយសារតែការងារដ៏មហិមារបស់ពួកវាឧទាហរណ៍ដូចជាកណ្ដុរឈ្មោះ Magawa ដែលបានរកឃើញគ្រាប់បែកនិងគ្រាប់មិនទាន់ផ្ទុះរហូតដល់រាប់រយគ្រាប់ឯណោះក្រៅពីការងារដែលផ្ដល់ប្រយោជន៍ដល់ធំធេងនេះក្រុមការងារអពពក៏បានបង្កើតមជ្ឈមណ្ឌលមួយនៅខេត្តសៀមរាបផងដែរដើម្បីបើកឲ្យសាធារណជនចូលទស្សនាវីរៈបរិសកណ្ដុរ scan គ្រាប់បែកពិតៗទៀតផងហើយសប្តាហ៍ថ្ងៃនេះមជ្ឈមណ្ឌលអពពនៅក្នុងខេត្តសៀមរាបនេះទទួលបានការគាំទ្រពីអ្នកទស្សនាយ៉ាងច្រើនទាំងភ្ញៀវជាតិនិងអន្តរជាតិដោយមួយថ្ងៃទទួលបានភ្ញៀវចូលទស្សនារាប់រយនាក់ឯណោះលទ្ធផលដែលកើតឡើងពីការបំពេញបេសកកម្មដ៏មហិមារបស់ពួកគេពិតជាមានតម្លៃខ្លាំងណាស់ពួកគេបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់រាប់ម៉ឺននាក់ដោយសម្អាតដីធ្លីដែលធ្លាប់តែមានគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះឲ្យទៅជាទីកន្លែងដែលមានសុវត្ថិភាពសម្រាប់សហគមន៍ទាំងមូលដែលអាចធ្វើស្រែចម្ការសាងសង់ផ្ទះនិងធ្វើឲ្យសហគមន៍រីកចម្រើនជាមួយគ្នាចឹងសរុបសេចក្តីមកអពពនិងវីរៈបរិសកណ្ដុរគឺជាកម្លាំងដ៏ស្ងៀមស្ងាត់មួយដែលកំពុងតែដើរតួនាទីស្នូលគឺតួនាទីដ៏សំខាន់ក្នុងការជួយកម្ពុជាដោយអនុញ្ញាតឲ្យមនុស្សរស់នៅក្នុងសុវត្ថិភាពក្នុងបរិយាកាសល្អទាំងផ្លូវកាយនិងផ្លូវចិត្តបានប្រសើរជាងមុនហើយវាជារឿងដែលគួរឲ្យកោតសរសើរយ៉ាងក្រៃលែងដែលអពពនិង super hero របស់យើងគឺ Hero Red ឬក៏វីរៈបរិសកណ្ដុររបស់យើងអាចធ្វើបានជាចុងក្រោយក្នុងនាមប្រជាជនកម្ពុជាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការអពពជាពិសេសគឺ super hero របស់យើងគឺ Hero Red វីរៈបរិសកណ្ដុរបាទដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លាដ៏អស្ចារ្យដែលបានជួយសង្គ្រោះនៅផ្ទៃដីដែលពោពេញទៅដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជាឲ្យបានមានសុវត្ថិភាពយ៉ាងឆាប់រហ័សដើម្បីឲ្យប្រជាជនកម្ពុជាយើងអាចធ្វើកសិកម្មធ្វើចម្ការអីផ្សេងក៏ដូចជាសង់លំនៅឋាននិងបង្កើតជាសហគមន៍បានយ៉ាងមានសុវត្ថិភាពហើយសូមជូនពរឲ្យអង្គការក៏ដូចជាវីរៈបរិសរបស់យើងជួបប្រទះតែនឹងសេចក្តីសុខជាពិសេសគឺជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយអរគុណអពពអរគុណ super hero គឺ Hero Red វីរៈបរិសកណ្ដុររបស់យើងអរគុណបង